នៅភូមិដាច់ស្រយាលមួយជាប់ព្រំដែនសៀមមានគ្រូអាគមខ្មែរសរិនម្នាក់ដែលគេនិយាយថាអាចសម្លាប់មនុស្សដោយមិនបាច់ប៉ះដៃអ្នកណាហ៊ានប្រឆាំងគាត់មិនលើសពី7ថ្ងៃតែងតែស្លាប់យ៉ាងវេទនាតែអ្វីដែលគួរឲ្យខ្លាចជាងគេគឺពេលមនុស្សចុងក្រោយដែលនៅរស់បានរកឃើញថាវិញ្ញាណទាំងអស់ដែលស្លាប់មិនបានទៅណាទេភូមិព្រៃខ្មៅកាលពីជាង30ឆ្នាំមុននៅជិតព្រំដែនខ្មែរសៀមមានភូមិតូចមួយឈ្មោះកភូមិព្រៃខ្មៅភូមិនោះស្ថិតកណ្ដាលព្រៃធំពេលយប់ស្ងាត់រហូតតែសំឡេងខ្យល់បក់និងសត្វយំចេញពីព្រៃជ្រៅអ្នកភូមិទាំងអស់ខ្លាចមនុស្សម្នាក់ឈ្មោះតាខំគាត់ជាគ្រូអាគមខ្មែរសរិនរស់នៅក្បែរវត្តចាស់បាក់បែកមួយគេថាតាខំចេះអំពើខ្មៅចេះចិញ្ចឹមខ្មោចនិងអាចបញ្ជាវិញ្ញាណឲ្យទៅសម្លាប់មនុស្សបានផ្ទះរបស់គាត់ពោពេញដោយយ័ន្តអក្សរខុសក្បាលសត្វស្ងួតនិងក្លិនធូបខ្មៅដ៏ស្អុយឆ្អាបពេលយប់អ្នកភូមិមិនដែលហ៊ានដើរកាត់ផ្ទះគាត់ឡើយព្រោះគេតែញើសំឡេងមនុស្សយំចេញពីក្នុងផ្ទះទោះដឹងថាតាខំរស់តែម្នាក់ឯងក៏ដោយថ្ងៃមួយមានក្មេងប្រុសអាយុ12ឆ្នាំឈ្មោះកវិចិត្របាត់ខ្លួនម្ដាយរបស់គេដើររកពេញភូមិយំស្ទើរឆ្កួតប៉ុន្តែអ្នកភូមិខ្លះចាប់ផ្ដើមខ្សឹបប្រាប់គ្នាពួកគេឃើញវិចិត្រដើរចូលព្រៃទៅផ្ទះតាខំកាលពីយប់មិញពេលថ្ងៃក្រោយគេប្រទះឃើញសាកសពវិចិត្រនៅក្រោយវត្តចាស់សាកសពរបស់គេស្គមស្គាំងខ្លាំងស្បែកឡើងខ្មៅភ្នែកបើកធំដូចជាមុនស្លាប់បានឃើញអ្វីមួយដ៏គួរឲ្យខ្លាចអ្វីដែលធ្វើឲ្យអ្នកភូមិភ័យជាងគេគឺលើទ្រូងក្មេងប្រុសមានអក្សរខ្មៅក្រហមដូចស្នាមដុតក្រោយព្រឹត្តិការណ៍នោះមនុស្សចាប់ផ្ដើមស្លាប់ជាបន្តបន្ទាប់អ្នកខ្លះឈឺភ្លាមអ្នកខ្លះស្រែកថាមានខ្មោចចូលលងរាល់យប់បុរសម្នាក់ឈ្មោះសុសានធ្លាប់ទៅជេរតាខំនៅផ្សារយប់នោះគាត់ត្រូវសំឡេងមនុស្សដើរជុំវិញផ្ទះពេលបើកទ្វារមើលមានស្ត្រីសក់វែងម្នាក់ឈរបុកខ្មៅឈាមពេញមាត់នាងញឹមដាក់គាត់ហើយនិយាយសំឡេងស្អកថាគ្រូឲ្យមកយកឯងព្រឹកឡើងគេឃើញសានស្លាប់ក្នុងបន្ទប់ក៏របស់គាត់ត្រូវអ្វីម្យ៉ាងខំដាច់ស្ទើរពាក់កណ្ដាលកូនក្រកក្នុងពាងអ្នកភូមិចាប់ផ្ដើមនាំគ្នាទៅរកព្រះសង្ឃព្រះចាស់មួយអង្គមានព្រះនាមព្រះតិចគុណសោមព្រះអង្គមានបន្ទូលថាតាខំមិនបានប្រើអាគមធម្មតាទេគាត់កំពុងចិញ្ចឹមវិញ្ញាណខ្មៅយប់នោះព្រះអង្គនាំបុរស3នាក់លួចចូលផ្ទះតាខំនៅក្រោយផ្ទះពួកគេប្រទះឃើញបន្ទប់មួយបិទជិតពេលបើកចូលមានពាងធំជាច្រើនតាក់តម្រៀបជុំវិញយ័ន្តក្រហមពីក្នុងពាងសំឡេងក្មេងយំបុរសម្នាក់ញ័រខ្លួនបើកគម្របពាងមួយចេញភ្លាមនោះក្លិនស្អុយសាកសពខ្លាំងបំផុតផ្ទុះចេញមកក្នុងពាងមានសាកសពទារកស្ងួតមួយលាបំសៅខ្មៅពេញខ្លួនភ្នែករបស់វាបើកឡើងភ្លាមស្រាប់តែខ្យល់បក់ខ្លាំងទ្វារទាំងអស់បិទក្រាំងសំឡេងក្មេងសើចលាន់ពេញបន្ទប់បុរសម្នាក់ស្រែកព្រោះមានដៃតូចខ្មៅលោកចេញពីក្រោមដីចាប់ជើងគាត់ព្រះតិចគុណសោមចាប់ផ្ដើមសូត្រមន្តតែសំឡេងមួយលាន់ចេញពីងឹតចេញពីផ្ទះអញតាខំឈរនៅមាត់ទ្វារភ្នែករបស់គាត់ក្រហមដូចភ្លើងរាងកាយគាត់ពេញដោយស្នាមយ័ន្តខ្មៅគាត់លើកដៃឡើងយឺតភ្លាមនោះបុរសម្នាក់ត្រូវបោកទៅជញ្ជាំងបាក់ក៏ស្លាប់ភ្លាមឈាមហូរពេញបន្ទប់ពិធីអាគមខ្មៅចាប់ផ្ដើមព្រះតិចគុណសោមបានប្រាប់អ្នកភូមិថាតាខំកំពុងធ្វើពិធីអាគមខ្មៅធំបំផុតដើម្បីឲ្យខ្លួនគឺមិនចេះស្លាប់ទេតែពិធីនោះត្រូវការព្រលឹងមនុស្ស5-4នាក់ហើយពេលនេះស្លាប់ទៅ8នាក់ហើយមនុស្សទី9
គឺក្មេងស្រីម្នាក់ឈ្មោះកលីណានាងជាចៅស្រីតែម្នាក់របស់មេភូមិយប់មួយលីណាបាត់ខ្លួនអ្នកភូមិនាំគ្នារត់ទៅផ្ទះតាខាំនៅកណ្ដាលបន្ទប់អាគមលីណាត្រូវចុងលើសឈើជុំវិញខ្លួននាងមានទៀនខ្មៅ5-4ដើមកំពុងឆេះតាខាំកំពុងសូត្រគាថាភាសាខ្មែរបុរាណមិនមានអ្នកណាស្ដាប់យល់ហើយនៅពីក្រោយគាត់មានស្រមោលខ្មៅធំមួយកំពុងលូនចេញពីដីវិញ្ញាណចាប់ផ្ដើមមកសងសឹកព្រះតិចគុណសោមចាប់ផ្ដើមសូត្រធម៌ខ្លាំងย้อนជុំវិញបន្ទប់ចាប់ផ្ដើមឆេះស្រមោលខ្មៅនោះស្រែកយ៉ាងគួរឲ្យខ្លាចតែភ្លាមវិញ្ញាណមនុស្សដែលតាខំធ្លាប់សម្លាប់ចាប់ផ្ដើមលេចចេញមកមានទាំងក្មេងប្រុសវិចិត្រស្ត្រីសក់វែងនិងមនុស្សជាច្រើនទៀតពួកគេមើលតាខំដោយភ្នែកពោពេញដោយកំហឹងវិចិត្រស្រែកថាឈប់ទៅភ្លាមនោះវិញ្ញាណទាំងអស់ចាប់ផ្ដើមទាញរាងតាខំគាត់ស្រែកយ៉ាងវេទនាស្បែកចាប់ផ្ដើមរលួយដូចមានអ្វីស៊ីពីក្នុងតាខំស្រែកខ្លាំងចុងក្រោយអញមិនចង់ស្លាប់ទេហើយរាងកាយគាត់ត្រូវស្រមោលខ្មៅទាញចូលក្រោមដីបាត់ទៅក្រោយយប់នោះផ្ទះតាខំត្រូវភ្លើងឆេះអស់អ្នកភូមិគិតថាអ្វីបានចប់ហើយប៉ុន្តែរាល់យប់ភ្លៀងអ្នកដែលដើរកាត់វត្តចាស់នៅតែសំឡេងមនុស្សសូត្រគាថាចេញពីក្រោមដីហើយអ្នកខ្លះនិយាយថាពួកគេបានឃើញបុរសចាស់ម្នាក់ភ្នែកក្រហមឈរនៅកណ្ដាលព្រៃងឹតកំពុងញឹមក្រោយតាខំត្រូវស្រមោលខ្មៅទាញចូលក្រោមដីអ្នកភូមិគិតថាអ្វីបានចប់ហើយតែពួកគេមិនដឹងទេថាអាគមខ្មៅដែលតាខំធ្វើមិនមែនដើម្បីឲ្យខ្លួនមិនចេះស្លាប់ប៉ុណ្ណោះទេគាត់កំពុងបើកទ្វារវិញ្ញាណតែមនុស្សមិនគួរហ៊ានប៉ះ3ខែក្រោយពីផ្ទះតាខំឆេះភូមិព្រៃខ្មៅចាប់ផ្ដើមស្ងប់ឡើងវិញអ្នកភូមិខ្លះហ៊ានចេញពីផ្ទះពេលយប់ក្មេងចាប់ផ្ដើមលេងសើចដូចធម្មតាតែយប់មួយមានបុរសអ្នកប្រមាញ់ម្នាក់ឈ្មោះកផានបានបាត់ខ្លួនក្នុងព្រៃប្រពន្ធរបស់គាត់រងចាំពេញមួយយប់រហូតដល់ម៉ោងជិតភ្លឺស្រាប់តែសំឡេងគោះទ្វារតុកតុកតុកពេលនាងបើកទ្វារនាងឃើញផានឈរនៅមុខផ្ទះតែអ្វីដែលចម្លែករាងកាយគាត់ពេញទៅដោយដីភក់ខ្មៅហើយភ្នែករបស់គាត់ខ្មៅទាំងមូលគ្មានក្រសែភ្នែកស្លើយគាត់និយាយសំឡេងត្រជាក់ថាគាត់ត្រឡប់មកវិញហើយថ្ងៃបន្ទាប់ផានមិននិយាយជាមួយអ្នកណាទេគាត់អង្គុយសម្លឹងព្រៃមិនញ៉ាំអាហារមិនដេកពេលយប់ប្រពន្ធគាត់ភ្ញាក់ឡើងឃើញផានឈរនៅមុខកញ្ចក់គាត់កំពុងយកកាំបិតឆ្កឹះសាច់ខ្លួនឯងឈាមហូរពេញដីតែគាត់មិនស្រែកឈឺសោះនាងស្រែកភ័យតែផានបែរមកយឺតហើយញឹមក្នុងមាត់របស់គាត់ពេញដោយដីខ្មៅនិងដង្កូវរស់ភ្នោបុរាណក្រោមវត្តព្រះតិចគុណសោមចាប់ផ្ដើមសង្ស័យថាមានអ្វីមួយមិនប្រក្រតីព្រះអង្គនាំអ្នកភូមិខ្លះទៅពិនិត្យវត្តចាស់នៅក្រោយវត្តពួកគេប្រទះឃើញរណ្ដៅធំមួយដែលមិនធ្លាប់មានពីមុនពីក្នុងរណ្ដៅមានក្លិនស្អុយដូចសាកសពរាប់រយបុរសម្នាក់យកភ្លើងបំភ្លឺចុះក្រោមហើយគាត់ស្រែកភ្លាមនៅក្រោមដីនោះមានសាកសពជាច្រើនត្រូវគេដាក់តម្រៀបជុំវិញយន្តធំមួយសាកសពទាំងអស់បើកភ្នែកគម្ពីរអក្សរខុំនៅក្នុងរូងក្រោមដីព្រះតិចគុណសោមបានរកឃើញគម្ពីរចាស់មួយសៀវភៅនោះធ្វើពីស្បែកសត្វសរសេរដោយអក្សរខ្មុកក្រហមក្នុងគម្ពីរនិយាយអំពីវិជ្ជាមួយឈ្មោះមហាវិញ្ញាណអង្ការវាជាអាគមបុរាណខ្លាំងបំផុតតែគ្រូអាគមខ្មែរខ្លះហាមមិនឲ្យរៀនព្រោះអ្នកដែលប្រើវិជ្ជានេះ
ត្រូវបូជាប្រលឹងមនុស្សជាច្រើនហើយនៅពេលពិធីបញ្ចប់ទ្វារវិញ្ញាណរោគនឹងបើកឡើងមនុស្សចាប់ផ្ដើមឈួតបណ្ដាក្រោយរកឃើញរូងនោះអ្នកភូមិជាច្រើនចាប់ផ្ដើមមានអាការៈចម្លែកអ្នកខ្លះឲ្យសំឡេងហើយឈ្មោះពេលយប់អ្នកខ្លះឃើញមនុស្សស្លាប់ដើរក្នុងព្រៃក្មេងស្រីម្នាក់ស្រែកយំពេលគេងនាងនិយាយថាមានមនុស្សនៅក្រោមផ្ទះឪពុកម្ដាយនាងគិតថាកូនយល់សពតែយប់នោះពួកគេសំឡេងក្រចកកោះពីក្រោមដីក្រឹកក្រឹកក្រឹកហើយសំឡេងមនុស្សខ្សឹបជួយផងតាខំមិនទាន់ស្លាប់ព្រះតិចគុណសោមចាប់ផ្ដើមយល់ការពិតដ៏គួរឲ្យខ្លាចតាខំមិនបានស្លាប់ទេវិញ្ញាណរបស់គាត់ត្រូវអាគមខ្មៅលេបចូលហើយពេលនេះគាត់កំពុងរស់នៅក្នុងរូងក្រោមដីយប់មួយព្រះអង្គនិងអ្នកភូមិ5នាក់ចុះទៅក្នុងរូងកាន់តែចុះជ្រៅក្លិនស្អុយកាន់តែខ្លាំងស្រាប់តែពួកគេសំឡេងមនុស្សសូត្រគាថាសំឡេងនោះដូចតាខំបេះបិទនៅចុងរូងមានបន្ទប់ធំមួយកណ្ដាលបន្ទប់មានទឹកខ្មៅក្រហមដូចឈាមហើយនៅលើជញ្ជាំងពេញដោយសាកសពសួរអ្នកភូមិម្នាក់ភ័យខ្លាំងរត់ថយក្រោយតែភ្លាមដៃខ្មៅធំមួយលោកចេញពីទឹកចាប់ជើងគាត់ទាញចូលគាត់ស្រែកយ៉ាងវេទនាខណៈរាងកាយត្រូវលិចបាត់ក្នុងទឹកឈាមបន្ទាប់មកផ្ទៃទឹកចាប់ផ្ដើមពុះតាខំលេចចេញមកយឺតរាងកាយរបស់តាខំមិនដូចមនុស្សទៀតឡើយស្បែករលួយខ្មៅភ្នែកក្រហមភ្លឺក្នុងងឹតពីក្រោយខ្នងគាត់មានដៃខ្មៅជាច្រើនលូតចេញមកគាត់សម្លឹងព្រះតិចគុណសោមហើយសើចអញបានក្លាយជាអមតៈហើយភ្លាមនោះសាកសពទាំងអស់ក្នុងបន្ទប់ចាប់ផ្ដើមក្រោកឈរសង្គ្រាមវិញ្ញាណចាប់ផ្ដើមផ្ទុះឡើងយ៉ាងសាហាវព្រះតិចគុណសោមសូត្រធម៌ខ្លាំងបំផុតពន្លឺចេញពីខ្សែសីមាតែព្រះអង្គកាន់សាកសពជាច្រើនឆេះដួលទៅដីតែតាខំសើចខ្លាំងឡើងគាត់លើកដៃភ្លាមនោះជញ្ជាំងទាំងមូលបែកវិញ្ញាណខ្មៅរាប់រយហោះចេញពីក្រោមដីភូមិព្រៃខ្មៅទាំងមូលចាប់ផ្ដើមមានភ្លើងឆេះមនុស្សរត់ស្រែកគ្រប់ទីកន្លែងការបូជាចុងក្រោយបង្អស់ព្រះតិចគុណសោមដឹងថាបើមិនបិទទ្វារវិញ្ញាណទេមនុស្សទាំងភូមិនឹងស្លាប់អស់ព្រះអង្គសម្រេចចិត្តបូជាជីវិតខ្លួនឯងព្រះអង្គអង្គុយកណ្ដាលយ័ន្តហើយសូត្រគាថាចុងក្រោយពន្លឺធំមួយផ្ទុះឡើងវិញ្ញាណទាំងអស់ស្រែកយ៉ាងឈឺចាប់តាខំស្រែកខ្លាំងទេហើយរាងកាយគាត់ចាប់ផ្ដើមបែកខ្ទេចទ្វារវិញ្ញាណបិទយឺតព្រឹកឡើងភូមិព្រៃខ្មៅត្រូវបោះបង់ចោលគ្មានអ្នកណាហ៊ានរស់នៅទីនោះទៀតឡើយតែរហូតមកដល់សព្វថ្ងៃអ្នកធ្វើដំណើរខ្លះនិយាយថាពេលយប់ភ្លៀងពួកគេនៅតែសំឡេងសូត្រគាថាចេញពីក្រោមដីហើយអ្នកខ្លះបានឃើញព្រះសង្ឃមួយអង្គឈរម្នាក់ឯងនៅមុខវត្តបាក់បែកខណៈនៅពីក្រោយព្រះអង្គមានស្រមោលខ្មៅដ៏ធំកំពុងញឹម